បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំសូមនាំអារម្មណ៍បងប្អូនទាំងអស់គ្នាមកទស្សនានៃការអភិវឌ្ឍទីក្រុងនរានៅក្នុងរាជធានីភ្នំពេញយើងហ្នឹងណាបងប្អូនបាទឃើញបច្ចុប្បន្ននេះទីក្រុងភ្នំពេញមានការអភិវឌ្ឍនៅគ្រប់វិស័យបាទជាពិសេសនោះគឺហេដ្ឋារចនាសម្ព័ន្ធទីក្រុងទាំងមូលតែម្យ៉ាងកោះនរាបាទពីមុនគឺជាកោះដែលគេទុកចោលណាបងប្អូនវាមានលក្ខណៈទូចល្មមទេប៉ុន្តែរាជរដ្ឋាភិបាលយើងបានពលសិទ្ធឲ្យគ្រប់ហ៊ុន OCC ធ្វើការវិនិយោគលើកោះហ្នឹងណាបងប្អូនហើយនេះគេបានធ្វើការចាក់សាច់បំពេញបន្ថែមហើយគេបានកែប្រែមុខមាត់ថ្មីហើយនៅប្រហែលឆ្នាំខាងមុខទៀតនឹងរួចរាល់ទាំងស្រុងហើយតែនៅឥឡូវនេះគឺកំពុងតែអភិវឌ្ឍបណ្ដាហើយបាទហើយឥឡូវនេះយើងឃើញមានជាពស់កំពុងតែបង្ហាញរូបរាងបណ្ដាហើយក្រៅពីនេះដែរគេមានធ្វើការរចនាជាផ្លូវថ្មើរជើងហើយមានដើមឈើអបសងខាងផ្លូវផងដែរបាទយើងកន្លែងមើលទៅគឺពិតជាមានសភាពស្រស់ស្អាតមែនទែនភាសាមានទាំងស្មៅបៃតងហើយស្លឹកឈើដើមឈើបៃតងក្រាលអស់តាមផ្លូវណាបងប្អូនធ្វើឲ្យយើងទស្សនាទៅមានសភាពត្រជាក់ភ្នែកហើយបងប្អូនក៏អាចមកធ្វើការប្រាណរំលឹមឡើងគឺអាកាសធាតុខ្យល់បរិយាកាសគឺអំណោយផលមែនតើពោះទីតាំងមួយនេះគឺគេកំពុងតែចាក់ខ្សាច់បំពេញបន្ថែមបណ្ដាហើយកន្លែងនេះគេនឹងធ្វើអីទៀតខ្ញុំក៏មិនដឹងដែរចាំមើលទាំងអស់គ្នាថាកន្លែងនេះគេនឹងសាងសង់អ្វីបន្ថែមហើយបើយើងជិះតាមផ្លូវមាត់ទន្លេនេះយើងឃើញមានហាងច្រើនដែរបាទហាងខ្លះធ្វើហើយហាងខ្លះកំពុងតែសាងសង់ជាពិសេសបងប្អូនគឺពួកគាត់ចូលចិត្តមកហាត់ប្រាណព្រលឹមឡើងហើយគាត់ចូលទៅហូបកាហ្វេប្រែកខ្មែរយើងបងប្អូនកាហ្វេប្រោតគឺថាបាច់មែនតើទីនោះគឺច្រើនឃើញអញ្ចឹងអញ្ជើញបងប្អូនទស្សនានៅទិដ្ឋភាពទាំងស្រុងបាទ